ឥឡូវនេះគឺដល់ពេលដ៏សំខាន់ហើយនឹងចាំបាច់មួយទៀតដែលប្រជាជនខ្មែរយើងទាំងអស់គ្នាត្រូវធ្វើដើម្បីប្រទេសជាតិរបស់យើងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាមើលវីដេអូនេះដល់ចប់ហើយចុច repost like share ហើយនឹង comment ដើម្បីឲ្យវីដេអូនេះកាន់តែ spread ឲ្យបានទូលំទូលាយដោយសារខ្ញុំនឹងចែករំលែកអំពីវិធីសាស្ត្រដែលយើងអាចចូលរួមទាំងអស់គ្នាដើម្បីជំរុញទៅដល់វិស័យទេសចរហើយនឹងសេដ្ឋកិច្ចរបស់យើងទាំងមូលសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកនៅគោលគំនិតខ្លះៗហើយក៏ដូចជាការអំពាវនាវមួយចំនួនទាក់ទងនឹងអ្វីដែលជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិយើងឃើញនៅចំណុចល្អក៏ដូចជាការចូលរួមរួបរวมសាមគ្គីរវាងយុវជនក៏ដូចជាប្រជាជនខ្មែរយើងទាំងមូលក្នុងការគៀងគរប្រមូលនៅជំនួយការចូលរួមទាំងថវិកាទាំងកម្លាំងក៏ដូចជាសម្ភារៈផ្សេងៗដើម្បីជួយទៅដល់បងប្អូនប្រជាជនយើងដែលជាជនភៀសសឹកនិងជាពិសេសគឺវីរៈកងទ័ពរបស់យើងដែលស្ថិតនៅខាងជួរមុខក្នុងការការពារប្រទេសជាតិរបស់យើងអញ្ចឹងខ្ញុំគិតថានៅពេលនេះគឺមានរឿងមួយទៀតដែលត្រូវការយើងទាំងអស់គ្នាចូលរួមហើយពិតជាសំខាន់សម្រាប់អនាគតរបស់ប្រទេសយើងក៏ដូចជាអនាគតរបស់យើងទាំងអស់គ្នានោះគឺជាការចូលរួមជំរុញដល់សេដ្ឋកិច្ចរបស់យើងទាំងអស់គ្នាយើងដឹងហើយថាក្នុងការចូលរួមក្នុងសេដ្ឋកិច្ចនោះគឺក្រៅពីការបង្កើននូវផលិតផលក្នុងស្រុកការចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកគឺវាបានរួមចំណែកយ៉ាងច្រើនទៅដល់សេដ្ឋកិច្ចរបស់យើងប៉ុន្តែមួយវិញទៀតគឺដោយសារសេដ្ឋកិច្ចរបស់យើងគឺពឹងផ្អែកយ៉ាងសំខាន់ទៅលើវិស័យទេសចរហើយក្នុងរយៈពេលដែលយើងមានចំនួននេះគឺយើងឃើញថាមានផលប៉ះពាល់យ៉ាងច្រើនគួរសមមកដល់វិស័យទេសចររបស់យើងជាពិសេសគឺនៅក្នុងត្រីមាសទី3និងត្រីមាសទី4នេះដែលកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះដោយសារតែការព្រួយបារម្ភហើយនឹងព័ត៌មានមិនល្អមួយចំនួនដែលប្រទេសជិតខាងបានផ្សព្វផ្សាយទៅកាន់ពិភពលោកអញ្ចឹងវាបានធ្វើឲ្យប៉ះពាល់ទៅដល់ភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសយើងយ៉ាងច្រើនអញ្ចឹងគឺវាទាមទារឲ្យយើងរួបរวมគ្នាដើម្បីជួយផ្សព្វផ្សាយនៅព័ត៌មានដែលល្អហើយនឹងជំរុញនៅកំណើនទេសចរឡើងវិញដើម្បីបង្កើននៅ confidence ឬក៏ទំនុកចិត្តពីភ្ញៀវទេសចរអន្តរជាតិដើម្បីចូលមកទស្សនាឬក៏ចូលមកឬក៏ស្នាក់នៅក្នុងប្រទេសរបស់យើងហើយវានឹងជួយជំរុញដល់សេដ្ឋកិច្ចរបស់យើងនៅក្នុងរូបភាពផ្សេងៗទៀតទៅលើគ្រប់វិស័យទាំងអស់ទាំងផ្នែកបដិសណ្ឋារកិច្ចទាំងផ្នែកម្ហូបអាហារនិងផ្នែក entertainment ផ្សេងៗទៀតជាដើមទោះបីជាបច្ចុប្បន្នយើងឃើញមានការបង្កើតនៅមាតិកាយ៉ាងច្រើនពីអ្នកបង្កើតមាតិការបស់យើងដែលជួយផ្សព្វផ្សាយនិងផ្ដល់ទំនុកចិត្តទៅដល់ភ្ញៀវទេសចរដូចជាខ្ញុំផ្ទាល់ក៏ខ្ញុំបានធ្វើនៅមាតិកាជាភាសាអង់គ្លេសដែល page នោះមានឈ្មោះថា Random by June ហើយទោះបីវាតិចតួចមែនក៏វាចាប់ផ្ដើមទទួលបាននៅការ view ហើយនឹង reach ទៅដល់អន្តរជាតិមួយចំនួនផងដែរអញ្ចឹងខ្ញុំគិតថាប្រសិនបើយើងមាននៅយុទ្ធសាស្ត្រជំរុញបន្ថែមទៀតនិងការចូលរួមពីស្ថាប័នពាក់ព័ន្ធបន្ថែមទៀតនោះគឺយើងអាចនឹងជួយគ្នាកាន់តែខ្លាំងនៅក្នុងចលនានៃការជួយបំផុសបំផុលហើយនឹងជំរុញនៅវិស័យសេដ្ឋកិច្ចរបស់យើងជាពិសេសគឺវិស័យទេសចរនេះឯងអញ្ចឹងខ្ញុំមាន3ចំណុចធំៗដែលចង់ធ្វើការស្នើសុំក៏ដូចជាអំពាវនាវទៅដល់បណ្ដា content creators ស្ថាប័នពាក់ព័ន្ធហើយនឹង ecosystem ទាំងមូលដើម្បីចូលរួមហើយបើសិនបើទាំងអស់គ្នាគិតថាគំនិតនេះល្អសូមចូលរួមទាំងអស់គ្នាហើយដើម្បីយើងអាចបង្កើតនៅ campaign មួយនេះដើម្បីឲ្យបានជោគជ័យចំណុចទី1គឺតាក់ទងជាមួយនឹង content creator ខ្លួនឯងអញ្ចឹងពិតជាសរសើរនិងអរគុណមែនទែនទៅដល់ content creator ជាច្រើនដែលគាត់បានធ្វើ content ពីតំបន់ទេសចរគាត់បានចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីចុះទៅតំបន់ទេសចរហើយធ្វើជាវីដេអូហើយធ្វើជាវីដេអូភាសាអង់គ្លេសថែមទៀតប៉ុន្តែយើងក៏យល់ដែរទៅដល់ content creator មួយចំនួនដែលគាត់មានបំណងចង់ធ្វើ content ដែលទាក់ទងតំបន់ទេសចរដែរប៉ុន្តែគាត់ខ្វះនៅលទ្ធភាពខ្វះនៅពេលវេលាឬក៏ធនធានមួយចំនួនហើយចំណុចនេះខ្ញុំនឹងនឹកឡើងនៅត្រង់ចំណុចទី2ថាយើងអាចធ្វើអីគេខ្លះបានដើម្បីជួយទៅដល់ពួកគាត់ប៉ុន្តែចំណុចទី1នេះគឺចង់លើកទឹកចិត្តនិងជំរុញបន្ថែមទៅដល់ content creators មិនថាតូចធំមិនថាថ្មីចាស់គឺព្យាយាមបង្កើតនៅ content ជាភាសាអង់គ្លេសបានកាន់តែច្រើនអញ្ចឹងអ្វីមួយដែលបងប្អូនអាចជួយគ្នាបានឬក៏ជា suggestion ឬក៏ជាសំណូមពរពីខ្ញុំគឺយើងអាចជួយគ្នាឧទាហរណ៍ថាអ្នកដែលគាត់អាចធ្វើដំណើរបានគាត់បានចុះទៅតំបន់ទេសចរគាត់អាចថតយកនៅ footage ល្អៗហើយគាត់អាចចែកចាយ footage ទាំងអស់នោះទៅកាន់ content creator ផ្សេងទៀតដែលគាត់មិនបានចុះទៅផ្ទាល់ប៉ុន្តែគាត់អាចយកមកកាត់ធ្វើជា content ហើយបញ្ចូល voice over ជាភាសាអង់គ្លេសបានអញ្ចឹងជាក់ស្ដែងដូចជាខ្ញុំផ្ទាល់គឺខ្ញុំត្រូវការ footage ជាច្រើននៅតំបន់ទេសចរសំខាន់ៗរបស់យើងដូចជានៅខេត្តសៀមរាបនៅតាមតំបន់ប្រាសាទនៅតាមតំបន់ភ្នំនៅតាមតំបន់មាត់សមុទ្រនិងតំបន់ទេសចរល្អៗផ្សេងៗទៀតជាច្រើនអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាមានជា footage ទាំងអស់នោះអ្នកទាំងអស់គ្នាអាច share មកកាន់ page របស់ខ្ញុំហើយខ្ញុំនឹងអាចធ្វើ voice over ជាភាសាអង់គ្លេសហើយយើងអាចធ្វើ collaboration ចំពោះ content មួយនោះ cross post ទៅលើ page របស់យើងទាំងពីរអញ្ចឹងគឺយើងនឹងមានឱកាសក្នុងការបង្កើននៅចំនួនមាតិកា quality ក៏ដូចជាមាតិកាជាភាសាអង់គ្លេសហើយដូចគ្នាដែរគឺ content creator ផ្សេងៗទៀតក៏អាចធ្វើ collaboration បែបនេះដូចគ្នាមានន័យថាអ្នកដែលមានជា footage គឺចូលជា footage អ្នកដែលមានសមត្ថភាពជាភាសាអង់គ្លេសគឺចូលការបញ្ចូលសំឡេងឬបកប្រែជាភាសាអង់គ្លេសឬក៏អ្នកដែលមានធនធានផ្សេងទៀតគឺអាចចូលរួមក្នុងលក្ខខណ្ឌផ្សេងៗទៀតឬក៏អ្នកដែលមាន page ធំក៏អាច cross page ជាមួយនឹង page តូចដើម្បីឲ្យ reach កាន់តែបានច្រើនហើយទូលំទូលាយថែមទៀតអញ្ចឹងអានេះទី1គឺតាក់ទងនឹង content creator ទី2គឺតាក់ទងជាមួយនឹងស្ថាប័នដែលពាក់ព័ន្ធផ្សេងៗអញ្ចឹងខ្ញុំសូមលើកទី1គឺតាក់ទងនឹងស្ថាប័នឯកជនស្ថាប័នឯកជនគឺមានបណ្ដាក្រុមហ៊ុនឬក៏ business ដែលពាក់ព័ន្ធជាមួយនឹងវិស័យទេសចរអញ្ចឹងមានតាំងពីខាងផ្នែកបដិសណ្ឋារកិច្ចដូចជា hotel restaurant ឬក៏ resort មួយចំនួននៅតាមតំបន់ទេសចរទី2គឺតាក់ទងជាមួយ transportation ដូចជាខាងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរដូចជាក្រុមហ៊ុនវីរៈប៊ុនធម្មឬក៏ក្រុមហ៊ុនផ្សេងៗទៀតក្រុមហ៊ុន airlines ដែលមានជើងហោះហើរនៅក្នុងស្រុកដូចជា Air Asia ដូចជា Air Cambodia ឬក៏ក្រុមហ៊ុនផ្សេងៗទៀតដែលខ្ញុំមិនបានរៀបរាប់អស់
ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀតផងដែរដែលផ្ដល់សេវាកម្មនៅតាមខេត្តក្រុងនានានៃប្រទេសកម្ពុជាយើងអញ្ចឹងអ្វីដែលក្រុមហ៊ុនទាំងអស់នោះអាចធ្វើបានគឺជាការចូលរួមជាមួយនឹង content creator មានន័យថាគាត់អាចផ្ដល់ជា package ណាមួយដែលអាចជួយសម្រួលដល់ content creator នៅក្នុងការធ្វើដំណើរនៅក្នុងការស្នាក់នៅឬក៏ការហូបចុកផ្សេងៗដើម្បីគាត់អាចចុះទៅធ្វើសកម្មភាពគាត់អាចចុះទៅផ្តិតយកនៅ footage ល្អៗពីតំបន់ទេសចរហើយ at the same time ក៏គាត់អាចជួយផ្សព្វផ្សាយអំពី business របស់អ្នកទាំងអស់គ្នាផងដែរអញ្ចឹងនេះគឺជា win-win strategy មួយដែលអាចជួយឲ្យ content creator ដែលគាត់ចង់ធ្វើនៅ content ប៉ុន្តែគាត់ខ្វះនៅលទ្ធភាពឬក៏ធនធានផ្សេងៗគឺគាត់អាចនឹងមានឱកាសចុះទៅធ្វើការងារនេះបានដោយមិនបាច់ចំណាយប្រាក់ផ្ទាល់ខ្លួនច្រើនពេកអញ្ចឹងនេះគឺវានឹងជួយរួមចំណែកយ៉ាងច្រើនទៅដល់ content creator ជាច្រើនដើម្បីជំរុញឲ្យគាត់កាន់តែបង្កើត content ដែលទាក់ទងនឹងតំបន់ទេសចររបស់យើងថែមទៀតហើយចុងក្រោយទី3គឺជាការចូលរួមចំណែកពីស្ថាប័នរដ្ឋមានន័យថាតាមរយៈក្រសួងទេសចរតាមរយៈ Board of Tourism ក្រសួងព័ត៌មានវិទ្យាក្រសួងអប់រំឬក៏វិចិត្រសិល្បៈជាដើមអញ្ចឹងពួកគាត់អាចចូលរួមចំណែកក្នុងការជួយសម្រួលទៅដល់ផ្នែកផ្សេងៗដូចជាការអាចទៅផ្តិតយករូបភាពឬក៏ផ្តិតយកវីដេអូនៅតំបន់សំខាន់មួយចំនួនដែលត្រូវការស្នើសុំពីសំណាក់អាជ្ញាធរឧទាហរណ៍ដូចជាអាជ្ញាធរអប្សរាជាដើមអញ្ចឹងមានថាជាការជួយសម្រួលដល់ពួកគាត់ដើម្បីងាយស្រួលក្នុងការពួកគាត់ចុះទៅថតឬក៏ចុះទៅផ្តិតយកទិដ្ឋភាពទាំងអស់នោះហើយមួយទៀតគឺអាចផ្ដល់ជាធនធានជា fund ជា cash ណាមួយឬក៏ package ណាមួយដែលជួយទៅដល់ពួកគាត់ផងដែរដោយសារយើងយល់ហើយថា content creator ខ្លះគឺគាត់ចំណាយលុយខ្លួនឯងដើម្បីចុះទៅប៉ុន្តែនេះមិនមែនមានន័យថាគឺជំរុញឲ្យ pay លុយទៅគាត់ដើម្បីគាត់ធ្វើទេពីព្រោះយើងសត្វតែដឹងហើយថាទាំងអស់គ្នាគឺធ្វើដោយការស្ម័គ្រចិត្តអញ្ចឹងមានថាជាការជួយទាំងកម្លាំងជាថវិកាផ្ទាល់ខ្លួនប៉ុន្តែបើសិនបើមានជាជំនួយកញ្ចប់ថវិកាណាមួយជំនួយពីខាងរដ្ឋាភិបាលក៏ជារឿងដ៏ល្អដែរពីព្រោះថាលទ្ធផលដែលទទួលបានគឺជាការជួយការចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចនៅវិស័យទេសចរទាំងអស់គ្នាអញ្ចឹងមានន័យថាអ្វីដែលយើងអាចជួយបានគឺយើងអាចជួយគ្នាទៅវិញទៅមកម្ដាយមួយជើងដោយសារក្នុងស្ថានភាពនេះគឺយើងដឹងហើយគឺផលប៉ះពាល់នេះគឺពិតជាប៉ះពាល់មែនទែនទៅដល់សេដ្ឋកិច្ចរបស់យើងទាំងមូលដោយសារបើសិនបើខ្វះនៅភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាគឺនឹងបាត់បង់នៅចំណូលយ៉ាងច្រើនរាប់លានដុល្លារនៅក្នុងប្រទេសរបស់យើងហើយអីដែលសំខាន់មួយទៀតក៏ប៉ះពាល់ទៅដល់ចំណូលរបស់ business ផ្សេងៗដែលគាត់ត្រូវការលក់សេវាលក់ផលិតផលលក់ចំណីអាហារទៅកាន់ពួកគាត់ផងដែរហើយបើសិនបើពួកគាត់ខ្វះនៅចំណូលអញ្ចឹងមានថាការងារក៏បាត់បង់ហើយមានការកើនឡើងនៅកង្វះការងារធ្វើហើយជារួមមកគឺវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូលទាំងខាងផលិតកម្មខាងសេវាកម្មខាងផ្នែកផ្សេងៗទៀតដែលយើងដឹងហើយថាវាតាក់ទងគ្នានៅក្នុង ecosystem ទាំងមូលអញ្ចឹងហើយគោលគំនិតនេះគឺជាការចូលរួមជំរុញទៅដល់ ecosystem មានន័យថាតើតែយើងទាំងអស់គ្នាពួតដៃគ្នាយើងទាំងអស់គ្នាធ្វើការរួមគ្នានោះទើបយើងអាចលើកស្ទួយនៅ ecosystem របស់យើងឬក៏វិស័យទេសចររបស់យើងឲ្យកាន់តែល្អជាងមុនហើយត្រូវចាំថាគោលដៅរួមដែលយើងធ្វើនេះគឺដើម្បីជំរុញវិស័យទេសចរហើយមួយទៀតគឺដើម្បីលុបលាងនៅរូបភាពមិនល្អព័ត៌មានคล้ายៗឬក៏ការលាបពណ៌ផ្សេងៗទៅលើទេសចរឬក៏ទៅលើប្រទេសរបស់យើងអញ្ចឹងអ្វីដែលយើងនឹងត្រូវឃោសនាទៅកាន់ពិភពលោកខាងក្រៅនោះគឺទី1តកតងនឹងសុខសុវត្ថិភាពនៃការធ្វើដំណើរនៃការរស់នៅនៃការមកទស្សនានៅប្រទេសកម្ពុជាទី2គឺជាការចែករំលែកនៅតំបន់ទេសចរដែលមានភាពតាក់ទាញដែលមានភាពស្រស់ស្អាតសម្រាប់ពួកគាត់មកទស្សនាទី3គឺជាការផ្សព្វផ្សាយអំពីវប្បធម៌ដ៏ល្អហើយជាពិសេសគឺចែករំលែកអំពីលក្ខណៈពិសេសនៃប្រជាជនរបស់យើងដែលជាចំណុចពិសេសរបស់យើងនោះគឺជាភាពរួសរាយរាក់ទាក់ហើយនឹងការបង្ហាញការស្រឡាញ់ទៅកាន់មនុស្សទូទៅដោយមិនប្រកាន់អញ្ចឹងចំណុចទាំងអស់នេះគឺជា identity មួយគឺជាអត្តសញ្ញាណមួយដែលយើងត្រូវការផ្សព្វផ្សាយហើយនឹងឲ្យគេកាន់តែស្គាល់ដោយសារបើសិនបើយើងមិនផ្សព្វផ្សាយនោះទេគឺគេនឹងមានការយល់ច្រឡំហើយគេនឹងនៅតែភ័យខ្លាចមិនហ៊ានចូលមកទស្សនានៅក្នុងប្រទេសរបស់យើងថែមទៀតអូខេអញ្ចឹងអរគុណច្រើនហើយជាចុងក្រោយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួមចំណែកនៅក្នុងយុទ្ធនាការនេះហើយកុំភ្លេចជួយ share repost like ហើយ comment នៅលើវីដេអូនេះនៅកំណត់របស់អ្នកទាំងអស់គ្នាហើយជាពិសេសបើសិនបើអ្នកទាំងអស់គ្នាចូលរួមជាមួយខ្ញុំសូមឆាតទៅក្នុង inbox អញ្ចឹងយើងនឹងអាចពិភាក្សាគ្នាថាតើយើងអាចចូលរួមគ្នាដូចម្តេចដើម្បីជួយបង្កើតនូវមាតិកាឬក៏ជំរុញនៅផ្នែកផ្សេងៗទៀតនៅក្នុងវិស័យទេសចរឬក៏សេដ្ឋកិច្ចរបស់យើងទាំងមូលអរគុណច្រើនអ្នកទាំងអស់គ្នាហើយជូនពរអ្នកទាំងអស់គ្នាជួបតែសុខសុវត្ថិភាពហើយនិងសុខសន្តិភាពតទៅ